សួរលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សសិស្សទាំងអស់គ្នាខ្ញុំបានឈ្មោះសុនច័ន្ទធីរិទ្ធគឺជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ថ្ងៃនេះខ្ញុំបាននឹងលើកយកប្រធានបទមួយមកធ្វើពិសោធន៍គឺមានចំណងជើងថាប្រតិកម្មរវាងលោហៈជាមួយនឹងអាស៊ីតបំណងនៅក្នុងការធ្វើពិសោធន៍នៅថ្ងៃនេះគឺដើម្បីដឹងថាតើលោហៈទាំងអស់មានប្រតិកម្មជាមួយអាស៊ីតដូចគ្នាដែរឬទេខ្ញុំនឹងរៀបរាប់ពីសម្ភារៈនិងសារធាតុគីមីដែលត្រូវយើងយកមកធ្វើនៅក្នុងប្រធានបទមួយនេះដែលយើងត្រូវធ្វើពិសោធន៍នេះគឺមានដូចជាបំពង់សាកយើងមានលោហៈអញ្ចឹងលោហៈដែលខ្ញុំយកមកប្រើធ្វើពិសោធន៍នៅថ្ងៃនេះគឺមានចំនួន4ទី1គឺជាលោហៈម៉ាញ៉េស្យូមបន្តមកទៀតនេះគឺជាលោហៈតុងដែងបន្តមកទៀតនេះគឺជាលោហៈអាលុយមីញ៉ូមគឺជាសន្លឹកអាលុយមីញ៉ូមហើយចុងក្រោយគេនេះគឺជាគ្រាប់ស័ង្កសីហើយលោហៈទាំងអស់នេះខ្ញុំនឹងត្រូវយកទៅដាក់នៅក្នុង solution acid chlorhydric អញ្ចឹងយើងនឹងតាមដាននៅដំណើរការនៃការពិសោធន៍ទាំងអស់គ្នាយើងចាប់ផ្ដើមធ្វើពិសោធន៍យើងដឹងថានៅក្នុងវិធីពិសោធន៍យើងត្រូវការពារសមត្ថភាពនៅពេលដំណើរការពិសោធន៍វាអាចប៉ះពាល់ដល់សុខភាពរបស់យើងអញ្ចឹងជំហានទី1យើងត្រូវពាក់អាវពិសោធន៍ឲ្យបានត្រឹមត្រូវបន្តមកទៀតយើងត្រូវពាក់ mask ពីព្រោះ mask គឺជួយការពារដង្ហើមខ្យល់ចូលនៅក្នុងខ្លួនរបស់យើងមួយទៀតគឺយើងត្រូវពាក់ស្រោមដៃដើម្បីការពារការកពុក solution acid មកលើដៃរបស់យើងបន្តមកទៀតគឺយើងត្រូវប្រើវ៉ែនតាព្រោះវ៉ែនតាវាជួយការពារដើម្បីកុំឲ្យប៉ះពាល់ដល់ភ្នែករបស់យើងដែរបាទអញ្ចឹងយើងនឹងចាប់ផ្ដើមធ្វើពិសោធន៍របស់យើងអញ្ចឹងដំបូងគឺយើងត្រូវបូម solution acid chlorhydric នេះចំនួន10 ml តាមយ៉ាសារ៉ានយើងដាក់ចូលនៅក្នុងកែវទី1ដែលយើងនឹងត្រូវដាក់លោហៈម៉ាញ៉េស្យូមបន្តមកទៀតយើងបូម10 ml ដូចគ្នាដែរដាក់ចូលក្នុងបំពង់សាសទី2ដែលយើងនឹងត្រូវដាក់លោហៈអាលុយមីញ៉ូមអញ្ចឹងដើម្បីជៀសវាងការពពុះដូចខ្ញុំបាញ់អាបំពង់សាសទី1នេះអញ្ចឹងយើងអាចបាញ់ឲ្យត្រូវជាមួយនឹងផ្ទៃនៃបំពង់សាសមកយើងអត់ឃើញមានពពុះទេប្រយ័ត្នច្រឡំជាមួយនឹងពពុះប្រតិកម្មអញ្ចឹងទី3គឺយើងបូម10 ml ដូចគ្នាដែរដាក់ចូលដែលយើងត្រូវដាក់លោហៈស័ង្កសីចូលអញ្ចឹងចុងក្រោយបន្តមកទៀតយើងដាក់លោហៈទាំង4ដែលយើងបានកាត់នៅក្នុងទំហំប្រហាក់ប្រហែលគ្នាគឺជាទំហំដែលមានលក្ខណៈដុំតូចអញ្ចឹងយើងអាចដាក់ចូលនៅក្នុងបំពង់សាកដូចលោហៈម៉ាញ៉េស្យូមទី2នេះគឺជាបំពង់សាកដែលត្រូវដាក់លោហៈអាលុយមីញ៉ូមទី3គឺជាគ្រាប់ស័ង្កសីដែលមានទំហំតូចស្រាប់ហើយនិងទី4នេះគឺជាដុំរបស់លោហៈតុងដែងអញ្ចឹងយើងសង្កេតមើលប្រតិកម្មនៅក្នុងបំពង់សាកទាំង4នេះទាំងអស់គ្នាថាតើយើងឃើញថាពពុះនៅក្នុងបំពង់សាកមួយណាដែលវាចេញលឿនជាងអញ្ចឹងមានន័យថាប្រតិកម្មរបស់លោហៈមួយហ្នឹងជាមួយនឹងអាស៊ីតគឺខ្លាំងជាងគេដែរអញ្ចឹងយើងអាចមើលទៅអញ្ចឹងនៅក្នុងបំពង់សាកដែលមានលោហៈម៉ាញ៉េស្យូមគឺចេញពពុះខ្លាំងមែនតើឡើងពណ៌សបន្តមកទៀតលោហៈបំពង់សាកទី2ដែលមានផ្ទុកអាលុយមីញ៉ូមនេះគឺអត់ទាន់មានចេញពពុះទេប៉ុន្តែនៅក្នុងបំពង់សាកស័ង្កសីគឺយើងឃើញមានពពុះកាត់ឡើងនិងបំពង់សាកចុងក្រោយដែលមានលោហៈតុងដែងគឺអត់មានពពុះតែម្ដងអញ្ចឹងតាមរយៈសេរីសកម្មភាពយើងឃើញថាលោហៈអាលុយមីញ៉ូមវាជាលោហៈខ្លាំងជាងស័ង្កសីប៉ុន្តែយើងត្រូវដឹងមូលហេតុថាហេតុអីនៅពេលដែលយើងដាក់ជាមួយអាស៊ីតភ្លាមវាអត់ទាន់មានប្រតិកម្មភ្លាមវានឹងមានប្រតិកម្មដូចគ្នាប៉ុន្តែដោយសារតែវាមានស្ទាប់អុកស៊ីតកម្មការពាររបស់វាអញ្ចឹងនៅពេលដែលវាដំបូងគឺវាអត់ទាន់មានប្រតិកម្មទេគឺវាមានលក្ខណៈយឺតនៅពេលដែលវាដាច់រលាត់ស្ទាប់អុកស៊ីតកម្មនឹងហើយបើវាចាប់ផ្ដើមមានប្រតិកម្មលឿនអញ្ចឹងបើយើងចង់ឲ្យវាលឿនយើងទុកមកសន្ទុះហើយយើងអាចក្រឡុកវាបន្ថែមទៅដើម្បីឲ្យដាច់រលាត់នៅស្ទាប់ផ្នែកគ្នាខាងក្រៅដែលវាការពារហ្នឹងបាទការពិសោធន៍របស់យើងក៏ឈានដល់ទីបញ្ចប់អញ្ចឹងសូមបងប្អូនទាំងអស់គ្នាដែលចូលរួមនៅក្នុងដំណើរការពិសោធន៍នេះសូមបងប្អូនចូលសរសេរនៅរបាយការណ៍ពិសោធន៍ទាំងអស់គ្នាហើយការពិសោធន៍របស់យើងនៅក្នុងថ្ងៃនេះក៏ឈានដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលា